មានអឡូវគេនឹងមានគេ log in ចូល account ខ្ញុំធំមកជើតើមានរឿងអីកើតឡើងប្រសិនបើជីវកម្មរបស់លោកអ្នកត្រូវបានវាយប្រហារកាលពីយប់មិញហើយមិនមាននរណាម្នាក់បានដឹងមុននោះទេសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Tech Friday Season 3ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះឆៃមនីនេះគឺជា IT Technician មកពី Prasad Solution ចឹងថ្ងៃនេះដែរខ្ញុំមាន topic មួយដែលចង់និយាយអំពី log management ចឹងតើ log គឺជាអ្វីចឹងដូចអ្នកបានដឹងហើយថាប្រព័ន្ធ IT នៅក្នុងអាជីវកម្មរបស់លោកអ្នកមានដូចជា computer firewall server application ឬក៏គណនីដែលអ្នកប្រើប្រាស់បង្កត់ត្រាសកម្មភាពផ្សេងៗដែលបង្កើតបានជា log ជារៀងរាល់ថ្ងៃហើយ log ទាំងនោះបានបង្ហាញពីសកម្មភាពដែលកើតឡើងនៅពេលណានិងអ្នកដែលពាក់ព័ន្ធទៅក្នុងការប្រើប្រាស់នោះដូច្នេះបញ្ហាដែលក្រុមហ៊ុនជាច្រើនកំពុងជួបប្រទះនោះគឺការមិនបានតាមដានទៅលើសកម្មភាពដូចជា log ឬក៏សញ្ញាព្រមានផ្សេងៗអញ្ចឹងបានជាយើងមាន log management សម្រាប់តាមដានប្រមូលរៀបចំ log ដែលមកពីប្រព័ន្ធផ្សេងៗគ្នាឲ្យដាក់នៅក្នុងកន្លែងតែមួយនិងរកឃើញបញ្ហានិងឆ្លើយតបបានទាន់ពេលវេលាឧទាហរណ៍ប្រសិនបើមានសកម្មភាពគួរឲ្យសង្ស័យដែលកើតឡើងនៅក្នុងប្រព័ន្ធរបស់អ្នកឬក៏មានអ្នកព្យាយាម log in password ខុសជាច្រើនដងនោះប្រព័ន្ធនឹងអាចជូនដំណឹងទៅឲ្យភ្នាក់ងារឬក៏ក្រុមការងារដើម្បីជួយស៊ើបអង្កេតទៅលើបញ្ហាដែលកើតមានឡើងបានទាន់ពេលវេលាដូច្នេះ log management ដែលល្អអាចជួយឲ្យអាជីវកម្មរបស់លោកអ្នកទទួលបាននៅការមើលឃើញប្រព័ន្ធកាន់តែច្បាស់ការរកឃើញហានិភ័យដែលមានឡើងលឿនជាងមុនការឆ្លើយតបនឹងបញ្ហាសុវត្ថិភាពផ្សេងៗបានរហ័សជាងមុនជាមួយនឹងការគ្រប់គ្រងការអនុវត្តតាមស្តង់ដារនិងបទបញ្ញត្តិនៅក្នុងវិស័យ Cyber Security អ្វីដែលអ្នកមិនអាចមើលឃើញវាអាចជាហានិភ័យដែលប៉ះពាល់ទៅលើអាជីវកម្មរបស់លោកអ្នកទាំងអស់គ្នាសាកសួរខ្លួនឯងមើលថាបើមានសកម្មភាពគួរឲ្យសង្ស័យដែលកើតឡើងក្នុងប្រព័ន្ធរបស់លោកអ្នកយប់នេះតើអ្នកទាំងអស់គ្នានឹងដឹងពីបញ្ហាទាំងនោះបានដែរឬទេចុងក្រោយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ